សុំแชร์មួយបងប្អូនបាទវីដេអូបន្ទាន់មែនតែនកាលពីម្សិលមួយថ្ងៃនោះថៃគេថាគេរកឃើញមានថ្មីបាទគេថាពាក់ព័ន្ធជាមួយនឹងកម្ពុជាយើងផងកាលពីថ្ងៃទី27ម្សិលមិញនេះបាទយោធាថៃម្នាក់ទៀតហើយបងប្អូនដើរសស្លាក់សស្លាតជន់មីនដាច់ជើងទៀតហើយបាទអានាវនោះក៏ដាច់ជើងទៀតហើយក៏ប៉ុន្តែការដាច់ជើងលើកនេះបងប្អូនគឺខុសអំពីរដងភាគីថៃគេតែងតែចោទប្រកាន់ថាយើងហ្នឹងបាទគឺជាអ្នកដែលដាក់មីនថ្មីហើយជន់ដាច់ជើងហ្នឹងណាប៉ុន្តែដល់ឡែកលើកនេះថៃគេប្រកាសទទួលស្គាល់ថាមីនដែលគេជន់ដាច់ជើងនេះគឺជាមីនចាស់ដែលសល់ពីសង្គ្រាមក៏ប៉ុន្តែគេមានល្បិចបន្តិចបន្តួចទៀតដើម្បីហ្នឹងបាទពន្លាតនៅបាទគេហៅថាអបាយកលគេហ្នឹងណាបងប្អូនបាទបន្តិចទៀតខ្ញុំនឹងលម្អិតថាតើហេតុអីបានជាថៃគេព្រមទទួលស្គាល់ថាមីនដែលគេជន់ថ្មីនេះគឺជាមីនដែលសល់ពីសង្គ្រាមខណៈដែលកន្លងមកគេជន់ឡើង4-10ដងទៅហើយនោះគេមិនដែលទទួលស្គាល់ថាមីនហ្នឹងគឺជាមីនបាទជាមីនចាស់ដែលសល់ពីសង្គ្រាមទេបាទអញ្ចឹងបន្តិចទៀតនេះខ្ញុំនឹងលម្អិតថាតើថៃគេព្រមទទួលស្គាល់ហ្នឹងគេមានគោលបំណងអ្វីនៅពីក្រោយនោះបាទសម្រាប់បងប្អូនថ្មីណាដែលមិនទាន់បាន Subscribe Channel ខ្ញុំបាទទេបាទបងប្អូន Subscribe ម្នាក់មួយដើម្បីនឹងទទួលបានព័ត៌មានថ្មីអំពីខ្ញុំបាទបន្តទៀតបាទបងប្អូនជាទីគោរពរាប់អានមានមហាជនជាច្រើនកំពុងតែដាក់មន្ទិលសង្ស័យថាតើការដែលជន់មីនថ្មីនេះវាគឺជាល្បិចឬក៏ជាការរៀបចំឈុតឆាកអ្វីផ្សេងទៀតសម្រាប់ភាគីថៃហើយលើលហៀងថាភាគីថៃនេះអាចនឹងយកលេសបាទបង្កចំនួនទៅដើម្បីទាមទារយកតំបន់ប្រាសាទព្រះវិហារនិងតំបន់ចំនួនផ្សេងទៀតដែលយើងមិនអាចដឹងទុកមុនទេព្រោះអីសង្គ្រាមពាក្យសម្ដីរវាងកម្ពុជានិងថៃនេះកំពុងតែក្តៅគគុកមែនតែននេះបាទប៉ុន្មានរយៈពេលចុងក្រោយនេះបាទរវាងសង្គ្រាមការទូតរវាងថៃនិងកម្ពុជាហ្នឹងណាទោះបីជាខាងយោធាថៃគេចេញបកស្រាយក្តែងថាមីនដែលតាហ៊ានគេជន់ចុងក្រោយនេះគឺជាមីនចាស់ដែលកប់ជ្រៅទៅក្នុងដីនិងមានស្លឹកឈើគ្របពីលើតាំងពីសម័យមុនសង្គ្រាមមកម្លេះណាប៉ុន្តែអ្នកសង្កេតការមើលឃើញថាហេតុការណ៍នេះវាហាក់កើតឡើងចំពេលដែលស្ថានភាពនយោបាយនិងយោធានៃប្រទេសទាំងពីរកំពុងតែមានភាពរកាំរកូសជាមួយនឹងគ្នាវាអាចជាការតាក់ទាញការចាប់អារម្មណ៍អំពីសហគមន៍អន្តរជាតិដើម្បីបង្ខំឲ្យមានការបោះសម្អាតមីនទ្រង់ទ្រាយធំដែលថៃគេអាចឆ្លៀតឱកាសហ្នឹងចូលមកគ្រប់គ្រងតំបន់ឬក៏ទីតាំងដីខ្មែរដែរនៅតាមបន្ទាត់ព្រំដែនដែលមានមីនសល់ពីសម័យសង្គ្រាមសម័យពីមុនណាបងប្អូនអរគ្នាអានេះគឺមានន័យចេះមានន័យថាគេបង្កើតលេសបង្កើតរឿងបាទប៉ុន្តែអាការជន់មីនហ្នឹងគឺជន់មែនបងប្អូនណាជន់ដាច់ជើងមែនខ្ញុំមានរូបភាពឲ្យបងប្អូនមើលបាទនៅកន្លែងហ្នឹងបងប្អូនអាចមើលឃើញគឺពិតជាបានជន់ដាច់មែនប៉ុន្តែត្រង់ថាតែជន់កន្លែងនោះឬក៏អត់អាហ្នឹងយើងក៏អត់មានផុសតាងដែរប៉ុន្តែតែហ៊ានថៃដែលបានជន់មីនដាច់ជើងហ្នឹងគឺបាទមានរូបភាពពិតមែនមាន report មកពិតមែនអញ្ចឹងត្រឡប់មកវិញតាក់ទងជាមួយនឹងការជន់មីនហ្នឹងគឺគេបានជន់ពិតមែនប៉ុន្តែមិនដឹងថាជន់តាណាខ្ញុំអត់ដឹងហើយមូលហេតុមួយទៀតនោះគឺគេចង់ឲ្យបាទសហគមន៍អន្តរជាតិហ្នឹងបានដឹងលើថានៅកន្លែងដែលតំបន់មានចំនួនហ្នឹងគឺមានមីនដែលសល់ពីបាទសម័យសង្គ្រាមហើយតំបន់ដែលមានចំនួនហ្នឹងបងប្អូនគឺជាតំបន់ដែលមិនទាន់ដាច់ស្រេចរវាងបាទភាគីថៃនិងភាគីកម្ពុជាលក្ខណៈថាអត់ទាន់បោះបកគោព្រំដែនថាត្រង់ណាទឹកដីកម្ពុជាឬក៏ត្រង់ណាជាទឹកដីថៃទេអញ្ចឹងទៅគេចង់ឲ្យមានព័ត៌មានលក្ខណៈថាអន្តរជាតិគេបង្ខំឲ្យភាគីទាំងពីរទាំងថៃនិងកម្ពុជាហ្នឹងបោសសម្អាតមីននឹងចេញឲ្យអស់ទៅដើម្បីឲ្យបាទងាយស្រួលនៅក្នុងការដោះស្រាយបញ្ហាចរចាអីគ្នាអញ្ចឹងទៅប៉ុន្តែបើយើងគិតមកជ្រុងទៀតបងប្អូនបើសិនជាបាទភាគីទាំងពីរព្រមព្រៀងដោះមីននឹងចេញវាធ្វើឲ្យបាទភាគីខាងថៃឯនោះប្រកាសជាបាទនៅមិនស្ងៀមទេរុលចូលមកអាចនឹងយកបលាលួសយកកុងតឺន័រមកដាក់កន្លែងហ្នឹងទៀតព្រោះអីបងប្អូនកាលណាដែលមានមីនគឺវាអត់សូវហ៊ានចូលប្រហែលទេបងប្អូនណាវាចូលមកខ្លះអត់ខ្លះអញ្ចឹងទៅព្រោះអីតែចូលមកមិនស្រួលគឺជន់មីនដាច់ជើងបាទមិនដាច់ជើងក៏ស្លាប់ដែរអញ្ចឹងទៅវាបង្កើតជារឿងបង្កើតជាលេសអីថ្មីទៅដើម្បីឲ្យបាទសហគមន៍អន្តរជាតិគេដឹងលើទៅគេថាឥឡូវភាគីទាំងពីរហ្នឹងបាទសម្អាតមីនហ្នឹងទៅកុំឲ្យបាទវាមានផលប៉ះពាល់ទៅដល់មនុស្សជាតិណាកាលណាដែរមីនកាលណាតែជន់ទៅបើមិនស្លាប់ក៏បាទពិការដែរដោយឡែកកាលពីម្សិលមួយថ្ងៃវិញបងប្អូនភាគីថៃនេះគេបានប្រកាសរកឃើញបាទមីនថ្មីបន្ថែមទៀតហើយប៉ុន្តែគេរកឃើញនៅបាទខេត្តត្រាតប្រទេសថៃឯណោះនៅខាងខេត្តដែលជាប់សមុទ្រណាអានេះអាចជាសញ្ញាឬក៏ជាការប្រកាសអាសន្នឬក៏ជាការបាទឲ្យសញ្ញាមកដល់កម្ពុជាយើងឬក៏យ៉ាងណាយើងក៏អត់ទាន់ដឹងប៉ុន្តែវានៅដល់ខេត្តត្រាតឯណោះបាទមិនដឹងថាចោតកម្ពុជារបៀបម៉េចទេអានេះគឺថៃគេបានប្រកាសអញ្ចឹង
ហើយមកលងមកមួយថ្ងៃមកក៏មានការជន់មីនដែលខ្ញុំបានផ្សាយមុននេះបន្តិចហ្នឹងបាទដោយឡែកនៅក្នុងប្រទេសថៃនេះបងប្អូនអរគ្នាកំពុងតែមានបាទគេហៅថាកម្មវិធីគេធ្វើសមយុទ្ធយោធាដ៏សម្បើមនិងធំមួយនៅក្នុងប្រទេសថៃហ្នឹងដែលមានការចូលរួមអំពីបាទប្រទេសរហូតដល់30ប្រទេសឯណោះមានសហរដ្ឋអាមេរិកកូរ៉េខាងត្បូងសិង្ហបុរីបាទមកធ្វើសមយុទ្ធជាមួយនឹងគ្នានៅក្នុងប្រទេសថៃហ្នឹងណាហើយគេបង្ហាញនៅគ្រឿងយុទ្ធោបករណ៍អីទំនើបនៅក្នុងបាទកម្មវិធីនៃការធ្វើសមយុទ្ធរួមគ្នាជាមួយគ្នាហ្នឹងដែលសមយុទ្ធយោធានោះគេឲ្យឈ្មោះថាពស់វែកមាសឬក៏ជាភាសាអង់គ្លេសគេឲ្យឈ្មោះថា Cobra Gold 2026បាទហើយនៅក្នុងបាទកម្មវិធីនោះដែរអាមេរិកថែមទាំងបានប្រគល់បាទរថពាសដែកធុនធ្ងន់ប្រភេទ Striker ចំនួន17គ្រឿងឲ្យទៅកាន់ថៃផងដែរនិយាយទៅគឺការធ្វើសមយុទ្ធយោធានេះគឺក៏ក្រើកខ្លាំងមែនទែននៅខាងប្រទេសថៃហ្នឹងដែលជាសមយុទ្ធបាទមួយដែលសហរដ្ឋអាមេរិកបានធ្វើជាមួយនឹងថៃជារៀងរាល់បាទមួយឆ្នាំម្ដងនៅក្នុងប្រទេសថៃហ្នឹងហើយមិនមែនធ្វើតែនៅថៃទេបាទសមយុទ្ធយោធានេះអាមេរិកដើរធ្វើជាមួយនឹងសម្ព័ន្ធមិត្តឬក៏ប្រទេសដែលជាដៃគូសហការរបស់គេនឹងច្រើនមកហើយមិនមែនតែថៃនឹងមួយទេសូម្បីតែកម្ពុជារបស់យើងនេះក៏សហរដ្ឋអាមេរិកគេបានប្រកាសរួចទៅហើយដែរតាក់ទងជាមួយនឹងការធ្វើសមយុទ្ធរួមគ្នានាចុងឆ្នាំ2026និងឆ្នាំ2027ខាងមុខនេះបាទបងប្អូនជាទីគោរពរាប់អានឥឡូវនេះយើងងាកមកមើលការថ្លែងការណ៍ពិសេសរបស់សម្ដេចនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជារបស់យើងគឺសម្ដេចហ៊ុនម៉ាណែតណានៅក្នុងបាទកិច្ចសម្ភាសផ្ដាច់មុខជាមួយនឹងបាទភ្នាក់ងារសារព័ត៌មានដ៏ល្បីមួយ AFP និងបាទ France 24សម្ដេចបានបញ្ជាក់ច្បាស់និងម៉ាត់បំផុតដើម្បីលាងជម្រះឬក៏ការចោទប្រកាន់ទាំងឡាយមកលើកម្ពុជាកាលពីមុនបាទតាក់ទងជាមួយនឹងបាទឧក្រិដ្ឋកម្មអនឡាញឬក៏បាទ scam អនឡាញហ្នឹងណាបាទសម្ដេចបានហៅពួកក្រុមបោកប្រាស់តាមអ៊ីនធឺណិតនោះថាជាមហារិកបាទដែលកំពុងតែស៊ីរូងផ្ទៃក្នុងបំផ្លាញកិត្តិយសជាតិនិងធ្វើឲ្យអ្នកវិនិយោគមានការភ័យខ្លាចបោះបង់ការវិនិយោគនៅក្នុងប្រទេសកម្ពុជារបស់យើងសម្ដេចបានច្រានចោលយ៉ាងដាច់អហង្ការនៅការចោទប្រកាន់ថារាជរដ្ឋាភិបាលនេះគឺមានការពាក់ព័ន្ធឬក៏ទទួលបានផលប្រយោជន៍អំពីសេដ្ឋកិច្ចខ្មៅទាំងនេះបើទោះបីជាវាអាចជួយដល់សេដ្ឋកិច្ចអចលនទ្រព្យខ្លះក៏ប៉ុន្តែវាក៏នៅមានការផលប៉ះពាល់យ៉ាងធំធេងមកដល់កម្ពុជាជាពិសេសគឺមុខមាត់កម្ពុជាយើងនេះបន្តតែម្ដងនៅលើឆាកអន្តរជាតិដែលឡែកពាក់ព័ន្ធជាមួយនឹងបុគ្គលបាទដែលបានប្រើប្រាស់រូបភាពអាជីវកម្មស្របច្បាប់ដើម្បីបិទបាំងនៅបាទសកម្មភាពអក្រិតកម្មរបស់ខ្លួនជាពិសេសគឺបាទលោក Gen Z ដែលជាជនជាតិចិនមកចូលសញ្ជាតិខ្មែរកាលពីមុននោះណាសម្ដេចបានបញ្ជាក់ថាកម្ពុជាមិនបានដឹងអំពីសកម្មភាពនៅពីក្រោយនោះឡើយប៉ុន្តែនៅពេលដែលដឹងភ្លាមរាជរដ្ឋាភិបាលកម្ពុជាក៏បានដកសញ្ជាតិនិងបញ្ជូនបាទលោក Gen Z នោះត្រឡប់ទៅកាន់ប្រទេសចិនដើម្បីនឹងអនុវត្តទៅតាមផ្លូវច្បាប់ភ្លាមផងដែរបច្ចុប្បន្នគឺមានការប៉ាន់ស្មានថានៅមានមនុស្សប្រមាណជា 100000 នាក់នៅពាក់ព័ន្ធជាមួយនឹងបាទ scam online ឬក៏ឧក្រិដ្ឋកម្ម online ហ្នឹងគឺដូចគ្នាទេប៉ុន្តែកម្លាំងសមត្ថកិច្ចកម្ពុជាគឺបានកំពុងតែធ្វើការយ៉ាងសស័កសស្រាំដើម្បីនឹងបង្ក្រាបទៅកាន់បាទ scam online នៅក្នុងកម្ពុជានេះដែរបាទបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺព័ត៌មានយើងមានប៉ុណ្នេះបាទទី1គឺខ្ញុំបាននិយាយដំបូងមិញហ្នឹងគឺតាក់ទងជាមួយនឹងករណីបាទជន់មីនថ្មីអំពីសំណាក់យោធាថៃហើយព័ត៌មានទី2នោះគឺតាក់ទងជាមួយនឹងបាទអាការធ្វើសមយុទ្ធយោធាដ៏សម្បើមនៅក្នុងប្រទេសថៃហើយនឹងព័ត៌មានចុងក្រោយគឺតាក់ទងជាមួយនឹងបាទសម្ដេចបវរធិបតីបានផ្ដល់បទសម្ភាសន៍ទៅដល់បាទសារព័ត៌មានដ៏ល្បីនៅក្នុងប្រទេសបារាំងដើម្បីឲ្យពិភពលោកបានដឹងអំពីអ្វីដែលកម្ពុជាកំពុងតែធ្វើកម្ពុជារបស់យើងនេះបាទបានថតនៅរឿងខ្នាតធំមួយតាក់ទងជាមួយនឹងសោកនាដកម្មនៅភ្នំខ្មោចណាដែលកំពុងតែទទួលបានការចាប់អារម្មណ៍និងមានការគាំទ្រយ៉ាងខ្លាំងអំពីប្រជាជនកម្ពុជារបស់យើងដែលលឺលហៀងខាងថៃឯណោះក៏គេរៀបចំថតរឿងខ្នាតធំមួយដែរបាទហើយបងប្អូនចង់ដឹងថារឿងអីអត់បាទរឿងនោះគឺខ្ញុំលឺលហៀងថារឿងបាទកំពូលអ្នកជន់មីនបាទឬក៏បាទអានាវជន់មីនអញ្ចឹងទៅគឺបរោះខ្លាំងមែនទែនបងប្អូនបាទបងប្អូននិយាយលេងទេកន្លែងនេះបាទអញ្ចឹងបាទសម្រាប់បងប្អូនថ្មីដែលមិនទាន់បាន Subscribe Channel YouTube ខ្ញុំបាទទេបាទកុំភ្លេចចុច Subscribe ម្នាក់មួយដើម្បីទទួលបានព័ត៌មានថ្មីបាទហើយយើងនឹងជួបគ្នានៅវីដេអូក្រោយៗបន្ថែមទៀតជម្រាបលា